បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏បានវិលត្រឡប់មកជួបពុកម៉ែបងប្អូនទាំងអស់គ្នាសារជាថ្មីទៀតហើយអញ្ចឹងតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី11ខែ12ឆ្នាំ2025អញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយម៉ោង 1:30 នាទីតម្រុយម៉ោង 4:30 នាទីនិងតម្រុយម៉ោង 6:30 នាទីតម្រុយលេខអូខ្ទង់គឺមានតម្រុយអូខ្ទង់9អញ្ចឹងនេះគឺជាតម្រុយលេខអូខ្ទង់រីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់តម្រុយគ្រាប់ទី1គឺមានតម្រុយលេខ96នេះគឺជាតម្រុយលេខតូចគ្រាប់ទី1រីឯតម្រុយលេខតូចគ្រាប់ទី2គឺមានតម្រុយលេខ98នេះគឺជាតម្រុយលេខតូចគ្រាប់ទី2រីឯតម្រុយលេខតូចគ្រាប់ទី3គឺមានតម្រុយលេខ28នេះគឺជាតម្រុយលេខតូចគ្រាប់ទី3តម្រុយលេខតូចគ្រាប់ទី4គឺមានតម្រុយលេខ89នេះគឺជាតម្រុយលេខតូចគ្រាប់ទី4រីឯតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណគ្រាប់ទី1គឺមានតម្រុយលេខ38គុណតម្រុយគ្រាប់ទី1គឺមានតម្រុយលេខ38គុណអញ្ចឹងតម្រុយលេខធំកុំភ្លេចគុណរីឯតម្រុយលេខធំគ្រាប់ទី2គឺមានតម្រុយលេខ732គុណតម្រុយគ្រាប់ទី2គឺមានតម្រុយលេខ732គុណអញ្ចឹងសូមបញ្ជាក់ម្ដងទៀតតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយម៉ោង 1:30 នាទីតម្រុយម៉ោង 4:30 នាទីនិងតម្រុយម៉ោង 6:30 នាទីតម្រុយលេខអូខ្ទង់គឺមានតម្រុយអូខ្ទង់9រីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់តម្រុយគ្រាប់ទី1គឺមានតម្រុយលេខ96តម្រុយគ្រាប់ទី2គឺមានតម្រុយលេខ98រីឯតម្រុយគ្រាប់ទី3គឺមានតម្រុយលេខ28រីឯតម្រុយគ្រាប់ទី4គឺមានតម្រុយលេខ89តម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណគ្រាប់ទី1គឺមានតម្រុយលេខ380គុណគ្រាប់ទី2គឺមានតម្រុយលេខ732គុណអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយតែប៉ុណ្្នឹងទេខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលា